តោះសួស្តីបងប្អូនបាទអញ្ចឹងដាំបែរនៅលើតុទាំងអស់នេះគឺខ្ញុំកំពុងតែចាប់ផ្ដើមលាបថ្នាំខ្ញុំបានខាតត្រាំទឹកចោលមួយយប់ហើយបាទឥឡូវស្ងួតយើងអាចលាបថ្នាំបានហើយមានបងប្អូនខ្លះក៏សួរថាដាំបែរពេលអត់តលាបថ្នាំបិទពងហើយនឹងបាញ់លេខរូបរាងវារបៀបម៉េចបាទគឺរូបរាងគឺបែបនេះបងប្អូនអាចចូលមើលឲ្យចិត្តបានបាទអានេះຂະຫນាត5គីឡូដូចបងប្អូនឃើញអញ្ចឹងណាឆុងឯងគឺស្មើគ្នាស្អាតបាទអត់មានវាចអត់មានអីទេបងប្អូនតាក់ទងនឹងគុណភាពគឺខ្ញុំធ្វើកាត់ជូនបងប្អូនអ្នកលេងអញ្ចឹងណាហើយនឹងគីឡូមួយទៀតពេលខ្លះដូចមួយគូនេះមួយខាង5គីឡូមួយខាង5គីឡូបើសិនជាវាអាចលើស5គីឡូមួយខាំខាងនេះគឺត្រូវ5គីឡូមួយខាំដូចគ្នាអញ្ចឹងណាបើសិនជាលើសមួយខាំឲ្យមួយខាំដូចគ្នាអញ្ចឹងណាអត់អាចខាងនេះ5គីឡូ2ខាងនេះ5គីឡូគត់ទេពេលបងប្អូនលើកយកទៅលេងគឺសាច់ឡើងអត់ស្មើមួយលើសគីឡូចុះអត់កើតទេបងប្អូនគឺត្រូវតែស្មើអញ្ចេះគឺខ្ញុំគិតពេលបងប្អូនលេងអញ្ចឹងណាព្រោះខ្ញុំអ្នកហាត់ប្រាណខ្ញុំដឹងបាទយើងអត់អាចលេងមួយខាងគីឡូប៉ុណ្នេះទៅមួយខាងគីឡូប៉ុណ្នេះទេសំខាន់ឲ្យវាស្មើគ្នាអញ្ចឹងណាបងប្អូនបាទយើងលើកទៅគឺឡើងសាច់ស្មើគ្នាហើយនៅនេះមានຂະຫນាត3 4 5 6 8 10 12បាទអញ្ចឹងបងប្អូនមានតម្រូវការដាំបែលបាទយើងធ្វើផ្ទាល់ដៃគុណភាពទទួលយកបានអាចប្រើប្រាស់បានយូរអាចតាក់ទងមកខ្ញុំបានខ្ញុំប្រាប់តម្លៃតាមនឹងបាទតម្លៃគួរសមបងប្អូនយកទៅលេងដើម្បីសុខភាពអញ្ចឹងណាបងប្អូនគឺរូបរាងគឺស្អាតតាំងពីយើងអត់តោះលាបថ្នាំនោះហើយយើងលាបថ្នាំហើយយើងបិទពងយើងបាញ់លេខសម្រស់កាន់តែឡើងតាមនឹងសំខាន់ស្អាតជារឿងមួយផ្នែកសំខាន់ទៀតគឺរឹងមាំបងប្អូនណាមិនមែនស្អាតហើយយើងយកទៅលេងធ្លាក់បន្តិចបន្តួចបែកទេខ្ញុំធ្លាប់តេស្តដែរ1ម៉ែត្រកន្លះធ្លាក់មកអត់បញ្ហាបងប្អូនបាទយ៉ាងច្រើនកលិតអាឆុងទីងកលិតអាឆុងនេះតែបើថាបែកប្រេះជា2ហ្មងអត់ទេខ្ញុំធានាជូនបងប្អូនព្រោះខ្ញុំធ្វើដូចខ្ញុំនិយាយតារាខ្ញុំគិតគុណភាពបងប្អូនយកទៅលេងអញ្ចឹងណាតោះអញ្ចឹងបងប្អូនវីដេអូយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនដែលបានមើលវីដេអូមួយនេះហើយយើងចាំជួបគ្នានៅវីដេអូក្រោយ